ตะกูนเอาแต่ไปบ้านจุ่มๆគ្នាគឺថារលតនឹកមុខមកហូបញ៉ាំធ្វើញ៉ាំជុំគ្នាតែហើយមកហូបនេះគឺត្រូវមែនតែនហ្មងណាញ៉ាំលក្ខណៈថាក្តៅហើយដាក់ជាមួយនឹងខ្ទះចេះមកបន្លែចេះទៀតគឺថាអូយអ្នកដែលចូលចិត្តសាច់ទាផងគឺថាជាតិញាក់ណាគេនេះមួយem យល់ដាក់ទាំងអស់តែមួយយកតគេមួយសម្រាប់គ្រឿងក្រូចផ្សំបន្តរបស់ខ្ញុំមានខ្ទឹមក្រហមខ្ទឹមសគល់លក្រីលក្រូចហើយនេះត្រាវហើយជាមួយនឹងទឹកតៅហ៊ូស្រាប់ម្ទេសធំឬក៏ម្ទេសឆ្អើនេះគេខ្ញុំដាក់ត្រាំហើយខ្ញុំធ្វើការកញ្ច្រាំវាញ៉ាំបានតែញ៉ាគេកិនស្រាប់ណាហើយត្រាវខ្ញុំយកទៅបំពងសិនបំពងអីជៀនទេបើប្រើភ្លេងខ្លាញ់តិចចាជៀនឲ្យវាឲ្យបានក្រៀមប៉ុណ្ណាឆ្អិនប៉ុណ្ណាហើយតែខ្ញុំស្រង់ទុកមួយដុល្លារនេះសម្រាប់តកួនខ្ញុំមានគ្នាបេះថ្ងៃហ្នឹងច្រើនណាជុំគ្នាទៅធ្វើម្នាក់ម្ដាយមួយជើងអ្នកបំពងត្រាវទៅអ្នកបេះបន្លែបេះអីមិនត្រឹមតែមានបន្លែតកួនទេខ្ញុំមានស្ពៃបូកគោផងដែរសម្រាប់ទាខ្ញុំយកមកដាក់ក្នុងឆ្នាំងហើយខ្ញុំធ្វើការរំលីងឲ្យវាចេញអស់ទឹកគេហៅថាទឹកឆ្អាបនៃទាសិនណាពីអស់ទឹកប្រៃនៃទាហើយខ្ញុំបានធ្វើការដួសទាទុកមួយដុល្លារសិនហើយតមកទៀតនឹងខ្ញុំប្រើខ្លាញ់ទានឹងខ្ញុំមករំលីងជាមួយនឹងម្ទេសឆ្អើក៏ដូចជាខ្ទឹមសខ្ទឹមក្រហមនិងគល់លក្ខីលក្រូចឲ្យវារៀងឈ្ងុយបន្តិចសិនមើលតែរៀងឈ្ងុយហើយទៅខ្ញុំចាក់កាពិចូលកាពិហ្នឹងខ្ញុំប្រើកន្លះស្លាបព្រាបាយហើយតមកទៀតទៅខ្ញុំចាក់ទាដែលខ្ញុំបានរំលីងមុននឹងចូលធ្វើការកូរជោគជវល់ជាមួយនឹងគ្រឿងក៏ដូចជាកាពិឲ្យវាចូលសព្វសាច់នឹងទាសិនមើលតែកូរបានមួយសន្ទុះរៀងកូរខ្ញុំបន្ថែមទឹកបន្តិចកុំឲ្យវាជាប់បាតឬក៏ខ្លោចបាតណាហើយតមកទៀតខ្ញុំចាក់ទឹកដូងមួយផ្លែសម្រាប់គ្រឿងទេសខ្ញុំបន្ថែមជាមួយនឹងតៅហ៊ូ2ស្លាបព្រាបាយ2ចេងជាមួយនឹងស្ករត្នោត1ស្លាបព្រាបាយហើយខ្ញុំធ្វើការកូរឲ្យវាចូលសព្វសាច់ជាមួយនឹងគ្រឿងហើយនឹងទាផងដែរសម្រាប់ទឹកនេះរៀងតិចចាខ្ញុំបន្ថែមជាមួយនឹងទឹកសាបទៀតទឹកសាបខ្ញុំដាក់ចិត្តមកកបោយនិយាយទៅកន្លះកបោយណាព្រោះថាមុខម្ហូបនេះអត់សូវប្រើទឹកច្រើនទេពីចាក់ទឹកមកល្មមដែលបរិមាណដែលខ្ញុំចង់បានហើយខ្ញុំធ្វើការរងាស់ទាដើម្បីវាផុយហើយទានេះក៏មិនសូវជាស្វិតណាស់ណាដែរដោយសារតែទារៀងខ្ចីដែរហើយជាចុងក្រោយនេះខ្ញុំដាក់ជាមួយនឹងទឹកដោះគោនិយាយរួមទៅដាក់ទឹកដោះគោដើម្បីវាជាតិទៀតណាបើរសជាតិខ្ញុំអត់យកប្រៃទេគឺខ្ញុំដោយសារតែខ្ញុំបន្ថែមជាមួយនឹងតៅហ៊ូក៏ច្រើនហើយជាមួយនឹងកាពិក៏ច្រើនអញ្ចឹងរសជាតិប៉ុណ្ណឹងគឺល្មមសម្រាប់ខ្ញុំព្រោះថាយើងត្រូវញ៉ាំជាមួយនឹងទឹកជ្រក់តៅហ៊ូទៀតតែពេលចឹងទៅយើងធ្វើមកល្មមមកហើយកុំយកប្រៃពេកហើយនេះដល់ពេលញ៉ាំគឺខ្ញុំធ្វើដាក់ជាមួយនឹងតកួនក៏ដូចជាបន្លែស្ពៃបូកគោហើយជាមួយនឹងត្រាវដែលបំពងមុននឹងនេះបងប្អូនសម្រាប់ទឹកតៅហ៊ូគឺខ្ញុំធ្វើការដួសហើយខ្ញុំលាយជាមួយនឹងខ្ទឹមសម្ទេសហើយនឹងក្រូចឆ្មាផងដែរតែកន្លែងដាក់ទឹកតៅហ៊ូជាមួយនឹងម្ទេសនេះខ្ញុំស្រែកប្រាប់ក្មួយខ្ញុំថាកុំដាក់ម្ទេសច្រើនពេកយ៉ាត់អស់របស់ខ្ញុំព្រោះម្ទេសនៅវាសតែប៉ុណ្្នឹងឯងហើយអ្នកទេសខ្ញុំក្មួយខ្ញុំអីចូលចិត្តញ៉ាំម្ទេសដាក់ឲ្យហឹលអញ្ចឹងណាគឺថាបើមិនហឹលទេគឺថាមិនអស់ចិត្តហ្មងម្នាក់ណាអ្នកថែមមួយទៀតខ្ញុំសន្លត់ឲ្យទៀតភ័យខ្លាចអត់ទៅអស់ម្ទេសខ្ញុំគេថាចង់គេកបេះដូងឃើញខ្ញុំសន្លត់អញ្ចឹងទៅគេចង់គេកបេះដូងដោយសារតែម្ទេសវាមានតែប៉ុណ្្នឹងនិយាយរួមទៅអ្នកដែលចិត្តញ៉ាំម្ទេសយកអារម្មណ៍មួយហ្នឹងហើយគឺថាត្រូវតែឲ្យហឹលមិនវាឆ្ងាញ់ហើយនិយាយចលងនេះមកដល់កន្លែងញ៉ាំហើយនេះស្រោចជាមួយនឹងទឹកតៅហ៊ូមកគឺថាសាច់ទាក៏ផុយដែរហើយតកួនណាតែពេលដែលធ្វើបែបចេះដាក់តកួនឲ្យច្រើនមែនទេដោយសារតែមុខម្ហូបមួយហ្នឹងវាត្រូវជាមួយនឹងតកួនហើយយើងញ៉ាំទៅគឺថាឆ្ងាញ់បងប្អូនរសជាតិប៉ុណ្ណឹងសម្រាប់ខ្ញុំគឺឆ្ងាញ់ណាស់ហើយញ៉ាំបែបជុំជាមួយគ្រួសារអញ្ចេះតិចគឺថាអើយបងប្អូនជាតិ double ជាតិតែនេះនិយាយវាថាជាតិញាក់ណាហើយញ៉ាំទៅយើងជជែកគ្នាបដាអីបដាណានិយាយវាថាមិនបាច់និយាយហ្មងបងប្អូនមើលតែមាត់ខ្ញុំទៅក៏ដឹងដែរកែងញាត់ដែរហើយនេះមកប៉ាក់របស់ខ្ញុំនេះគឺខ្ញុំមកវងនេះគឺខ្ញុំញ៉ាំតែជាមួយនឹងក្មួយខ្ញុំសិនសម្រាប់ចាស់និងក្មេងៗគឺគាត់ញ៉ាំនៅវងក្រោយទៀតហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាយ